ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះបានសម្លម្ជូរគ្រឿងក្បាលត្រីជាមួយនឹងត្រកួនបងប្អូនចាចំពោះត្រីនេះគឺពោះវាខ្លាញ់ច្រើនមែនទែនអណ្ដែតពេញសម្លតែម្ដងក្បាលត្រីធំចឹងពោះវាសិតតែខ្លាញ់ឆ្ងាញ់មែនទែនបងប្អូននៅពេលដែលញ៉ាំសម្លហ្នឹងណាចាសម្រាប់វិធីធ្វើមុនដំបូងគឺខ្ញុំដាក់ដាំទឹកជាមួយនឹងគ្រឿងកសិឆ្អាបដូចជាគល់ស្លឹកគ្រៃនិងរំដេងហើយបងផ្លែអំពិលខ្ចីហ្នឹងដើម្បីធ្វើម្ជូរបន្ទាប់ពីទឹកពុះផ្លែអំពិលហ្នឹងក៏ឆ្អិនល្មមដួសស្រង់ទុកចឹងណាបងប្អូនបន្ទាប់មកក៏ដួសទឹកមកជ្រុំប្រហុកបន្តិចសិនបន្ទាប់ពីជ្រុំហើយចាក់ចូលឆ្នាំងទឹកដែលពុះហ្នឹងហើយគឺដាក់អំបិលហ្នឹងកន្លះស្លាបព្រាបាយបន្ទាប់មកគឺបងក្បាលត្រីនិងពោះត្រីនឹងចូលបងប្អូនចានៅពេលដែលយើងបងហើយទុកវាឲ្យពុះឆ្អិន1នាទីសិនណាបងប្អូនចាំដាក់គ្រឿងក្រៅដែលនៅសល់ដូចជាខ្ទឹមសម្សៅស៊ុបខ្នុរហ្នឹង2ស្លាបព្រាកាហ្វេប៊ីចេង2ស្លាបព្រាកាហ្វេហើយស្ករសហ្នឹងគឺកន្លះស្លាបព្រាបាយបន្ទាប់មកខ្ញុំបងទឹកអំពិលខ្ចីដែលបានជ្រុំនឹងចូលតែម្ដងបងប្អូនរួចគ្របវាឲ្យពុះបន្តិចសិនចាទៅខ្ញុំចាប់ផ្ដើមបងត្រកួនចូលហើយយើងកូរត្រកួននឹងឲ្យសព្វជាមួយនឹងត្រីបន្តិចហើយយើងគ្របវាដាក់ប្រហែលជា1នាទីអីដែរបងប្អូនដើម្បីឲ្យត្រកួននឹងឆ្អិនបន្ទាប់ពីត្រកួនឆ្អិនយើងចាប់ផ្ដើមបងម្អមបងម្ទេសចាម្អមនិងម្ទេសដាក់ក្រៅគ្នានៅពេលដែលយើងបងម្អមបងម្ទេសហើយយើងកូរចូលគ្នាបន្តិចទៅរួចយើងភ្លក់តាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ញ៉ាំចាចំពោះសម្លខ្ញុំគឺឆ្អិនហើយបងប្អូនចាភ្លក់ទៅគឺល្មមតែម្ដងបងប្អូនអាចហូបញ៉ាំជាមួយបាយបានឆ្ងាញ់មែនទែនបងប្អូនចាត្រីរាងបាយបន្តិចហើយព្រោះអីរងាស់វារាងយូរបន្តិចបងប្អូនដល់ពេលអញ្ចឹងខ្លាចវាអត់ផុយដល់ពេលនេះបាយជ្រុលបងប្អូនចាឥឡូវចាប់ផ្ដើមដួសដាក់ចានហើយគឺឆ្ងាញ់ណាស់បងប្អូនភ្លក់អំបាញ់មិញគឺជាតិមែនទែននៅពេលដែលយើងក្បាលត្រីធំអញ្ចឹងណាបងប្អូនចាបងប្អូនបានម្ហូបអីដែរថ្ងៃនេះម្ហូបបាយជុំគ្នាជាមួយខ្ញុំបងប្អូនចាសម្លគឺមួយចានពេញហើយបងប្អូនអត់អស់ហើយនៅក្នុងឆ្នាំងទៀតនៅពេលដែលយើងញ៉ាំជាមួយនឹងម្ទេសហឹរក្តៅបងប្អូនឆ្ងាញ់មែនទែនបងប្អូនចាចំពោះមុខម្ហូបមួយនេះគឺឆ្ងាញ់ប្លែកមាត់ជូរមាត់ចឹងណាបងប្អូនចាជូរជ្រះមាត់យើងញ៉ាំទៅជក់មាត់មែនទែនបងប្អូនចាបងប្អូនសម្រាប់មុខម្ហូបខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្ណឹងឯងបងប្អូនអរគុណច្រើនជម្រាបលា